សម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីផ្កោតទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់នៅក្នុងការអញ្ជើញជាធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចក្រោមប្រធានបទភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីដើម្បីទាំងអស់គ្នាដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីនៅព្រឹកថ្ងៃសុក្រទី14ខែវិច្ឆិកាឆ្នាំ2025នេះសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្កោតទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025ដែលបណ្ដាលឲ្យប្រជាជនខ្មែរមួយរូបបាត់បង់អាយុជីវិតនិងជាច្រើនអ្នកទៀតបានរងរបួសសម្ដេចប្រធានរដ្ឋាភិបាលបានគូបញ្ជាក់ថាការវាយប្រហារនេះជាអំពើឃោរឃៅយងក្នុងអមនុស្សធម៌ដែលមិនត្រឹមជាការរំលោភបំពានលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរំលោភបំពានធ្ងន់ធ្ងរដល់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាថ្មីកន្លងទៅអំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលមានវត្តមានជាសាក្សីពីឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់បាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេនការបាញ់ប្រហារនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានសម្ដេចប្រធានរដ្ឋាភិបាលបានមានប្រសាសន៍ថាក្នុងកាលៈទេសៈជាតិប្រឈមនឹងការគំរាមកំហែងនិងភាពមិនប្រក្រតីប្រជាបែបនេះជាពេលវេលាសំខាន់ជាងពេលណាទាំងអស់ដែលយើងទាំងអស់គ្នាត្រូវមានការជឿជាក់និងការគាំទ្រពេញទំហឹងដល់រដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការដោះស្រាយជម្លោះព្រំដែនរក្សានិងការពារសុខសន្តិភាពឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាត្រូវតែពង្រឹងសាមគ្គីភាពឲ្យកាន់តែខ្លាំងក្លាឡើងដើម្បីប្រែក្លាយបញ្ហាទៅជាឱកាសក្នុងការពង្រឹងភាពម្ចាស់ការអធិបតេយ្យសេដ្ឋកិច្ចនិងភាពធន់របស់ជាតិឲ្យបានរឹងមាំយើងត្រូវចាំថាខ្មែរមានសាមគ្គីខ្មែរខ្លាំងនិងមានភាពធន់ហើយអាចបោះជំហានទៅមុខដោយភាពជឿជាក់និងក្តីសង្ឃឹមនេះជាការបញ្ជាក់របស់សម្ដេចប្រធានរដ្ឋាភិបាលតើតើនឹងវេទិកាជាតិវិញសម្ដេចរដ្ឋាភិបាលធិបតីបានសម្ដែងការពេញចិត្តនិងអបអរសាទរចំពោះការសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាសម្ដេចប្រធានរដ្ឋាភិបាលបានគូបញ្ជាក់ថាក្នុងរយៈពេល3ទសវត្សរ៍កន្លងមកនេះក្រោមម្លប់សន្តិភាពនិងស្ថិរភាពនយោបាយដ៏រឹងមាំតាមរយៈការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាបរិយាលក្ខណ្ឌមិនអាចខ្វះបាននិងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវៃប៉ិនប្រសប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបដិញ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមត្ថភាពនិងបរិយាបន្នក្នុងនោះស្ត្រីគឺជាស្នូលរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគសំខាន់លើសមភាពយេនឌ័រនិងផ្ដល់ភាពអង្អាចដល់ស្ត្រីដែលក្នុងនោះមានវិស័យសេដ្ឋកិច្ចអប់រំសុខភាពនិងការដឹកនាំសាធារណៈដើម្បីទាញយកអត្ថប្រយោជន៍ពីភារលាភយេនឌ័រការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តលើផែនការគ្រួសារការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់សម្ដេចមហារដ្ឋាភិបាលធិបតីក៏បានបញ្ជាក់យ៉ាងច្បាស់ថាពិភពលោកនឹងកាន់តែមានសមត្ថភាពស្រស់បំព្រងនិងកក់ក្ដៅជាងមុនប្រសិនបើមានស្ត្រីខ្លាចជាអ្នកដឹកនាំកាន់តែច្រើននៅក្នុងវេទិកាដែលមានអ្នកចូលរួមផ្ទាល់នឹងតាមប្រព័ន្ធនិមិត្តស្របប្រមាណជាង200នាក់មកពីក្រសួងស្ថាប័នធនាជាតិថ្នាក់ក្រោមជាតិឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតតំណាងអង្គទូតដៃគូអភិវឌ្ឍន៍អង្គការសមាគមបណ្ដាញសង្គមស៊ីវិលស្ថាប័នស្រាវជ្រាវវិស័យឯកជននិងនិស្សិតសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីបានសង្កត់ធ្ងន់ថាបេសកកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងផ្ដល់ភាពអង្អាចដល់ស្ត្រីអាចសម្រេចទៅបានអាស្រ័យលើសន្តិភាពបើគ្មានសន្តិភាពគឺគ្មានអ្វីទាំងអស់គ្មានការលើកកម្ពស់យេនឌ័រគ្មានការអភិវឌ្ឍហើយអ្វីដែលនៅសេសសល់គឺមានតែទុក្ខវេទនាសោកសៅខ្ទេចខ្ទាំផេះផង់សល់ពីភ្នក់ភ្លើងនៃសង្គ្រាមអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតគឺស្ត្រីនិងកុមារដែលតែងតែទទួលរងការរំលោភបំពានបៀតបៀនជិះជាន់និងអំពើហិង្សាគ្រប់ប្រភេទ